រាប់តាំងពីមីអូនចាប់កំណើតមករហូតដល់អាយុ9ខែជិត10ខែអត់ដែលបានទៅដើរលេងនៅណាទេហើយក៏ដែលបានទៅអង្គុយលេងនៅក្រៅដែលបានទៅជុំជាមួយកូនជាមួយប្តីជាមួយប្រពន្ធអីទេព្រោះប្រឹងរៀងខ្លួនប្រឹងធ្វើការប្រឹងរលុយណាមួយកូនបើដោះគោអីទៀតចឹងឪពុកម្ដាយពីរអ្នកហ្នឹងប្រឹងតិចហើយលះបង់ខ្លាំងហើយលះបង់ដើម្បីកូនតែថ្ងៃនេះតនេឆ្លៀតនាំកូននាំប្រពន្ធទៅអង្គុយលេងនៅមាត់តសិននគរវត្តទូចទស្សនាប្រាសាទឲ្យកូនបានឃើញទេសភាពបានស្ដាប់សលេងសត្វយំមើលឃើញឡានម៉ូតូមើលឃើញអ្វីដែលប្លែកភ្នែកថាទៅដល់ភ្លាមគេរស់រាយខ្លាំងទៅដល់គេសើចកកាកទាំងម្ដាយទាំងកូនទៅដល់អត់បានយកអីទៅអង្គុយទេព្រោះអត់មានគោលដៅថាទៅទេគោលដៅជិះថាទៅផ្សារទិញឲ្យបានមួយផ្លេតទេតែតនេពីការងារផងឆ្លៀតជិះទៅខាងផ្សារភូមិពីឲ្យឈានទៅលេងនៅមាត់តសិនគោតិចទៅដើម្បីឲ្យកូនបានឃើញអ្វីប្លែកភ្នែកបានទៅអង្គុយលេងខ្យល់បរិសុទ្ធហើយណាមួយពេលល្ងាចនៅមាត់តសិនគោក៏សបោគេអង្គុយលេងសបោភ្ញៀវទេសចរភ្ញៀវជាតិភ្ញៀវអន្តរជាតិទៅលេងហើយទៅដល់គេឃើញគេខ្នាញ់ថាដោយតុក្កតាជ័រអញ្ចឹងដោយតុក្កតាជ័រទៅដល់ជីកឪផងជីម៉ែផងត្រឡប់ទៅវិញទៅមកដើរទៅដើរមកទៅអង្គុយលេងនៅមាត់តសិនគេដើរហាត់ប្រាណទៅវិញទៅមកថាក្តីសុខមែនតើយូរមានពេលវេលាម្ដងមានឱកាសម្ដងថាក្តីសុខខ្លាំងសម្រាប់គ្រួសារទូចមួយសម្រាប់ក្តីស្រឡាញ់ដែលយើងបង្កើតចេញពីបេះដូងចេញពីការខិតខំប្រឹងរបស់ឪពុកនិងម្ដាយថាក្តីសុខមែនតើពេលដែលបាននាំកូនទៅអង្គុយលេងពេលដែលបានថាមិនបានជាអីអស្ចារ្យណាទេហើយក៏បានយកប្រទេសយកអីទៅអង្គុយដែរទៅដល់អង្គុយលើស្មៅត្រង់ព្រោះអត់មានគោលដៅទៅអង្គុយលេងទេតែបើតែបានទៅលើក្រោយបើយកស្រងយកអីទៅក្រាលអង្គុយលេងហើយព្រោះបរិយាកាសនៅកន្លែងហ្នឹងគឺស្រស់ស្រាយមែនតើត្រជាក់សត្វយំព្រោះសលេងសត្វយំខ្យល់បក់បរិសុទ្ធដោយពុកម៉ែបងប្អូនធ្លាប់បានទៅលេងមាត់តសិនគោធ្លាប់បានទៅអង្គរដឹងតលឺហើយសំលេងរៃយំកងរំពងពេញព្រៃហ្មងសំលេងរៃយំក្លួយពេញព្រៃជាមួយនឹងសត្វព្រៃជាមួយនឹងសត្វផ្សេងសលេងធម្មជាតិថាទៅដល់ហ្នឹងគឺ relax មែនតើគឺស្រស់ស្រាយមែនតើហើយកូនស្រីរបស់ខ្ញុំគាត់មួយថ្ងៃហ្នឹងដឹងថាឪពុកម្ដាយគេអត់បានធ្វើការអញ្ចឹងមួយថ្ងៃហ្នឹងគេអត់ដេកទេដេកតែពីព្រឹករហូតតិចមកថ្ងៃឡើងគេលេងជាមួយគេតាមរហូតទៅវិញទៅមកទៅណាក៏តាមហើយណាមួយមានតែមកក្របនឹងទៀតទៅណាក៏យកចុះពីដៃមួយចូលដៃមួយថាគេហើយមកក្របនឹងគឺគេហើយព្រោះគេដឹងថាគេហើយប៉ិតប្រកាសហើយទៅណាក៏យកទៅតាមហើយតនេផងឆ្លៀតដឹកទៅផ្សារចេញពីផ្សារទៅដល់កន្លែងទិញឲ្យបានហើយអីហើយរួចរាល់ឆ្លៀតជិះទៅលេងនៅមាត់តសិនគោនៅមុខនគរវត្តទូចតែម្ដងពុកម៉ែបងប្អូននៅមុខនគរវត្តទូចតែម្ដងពេលខ្លះយើងត្រូវបង្កើតអនុស្សាវរីយ៍ល្អត្រូវបង្កើតបរិយាកាសល្អនៅពេលតនេខ្លះដើម្បីឲ្យគ្រួសារមួយមានភាពសុខដុមរមនាកើតចេញពីខ្លួនយើងទាំងពីរនាក់កើតចេញពីឪពុកម្ដាយទាំងអស់គ្នាខិតខំរកអ្វីដែលអស្ចារ្យសម្រាប់កូនខិតខំដើម្បីឲ្យកូនបានលូតលាស់ខិតខំឲ្យកូនបានស្គាល់នៅអ្វីដែលថ្មីប្លែកកុំឲ្យពេលខ្លះគ្នានៅតែផ្ទះអត់បានចេញទៅណាក្រោយយើង stress ដែរតែបើតាមការគិតទៅកូននៅទូចអត់ទាន់ស្គាល់អីទេអត់ទាន់ដឹងអីទេប៉ុន្តែពុកម្ដាយទេដែលចង់ទៅអង្គុយលេងផងបើថាឲ្យកូនស្គាល់កូនដឹងកូនអត់ដឹងទេដឹងថាដាក់កន្លែងណាអង្គុយកន្លែងហ្នឹងហើយដាក់តាណាដេកទៅហ្នឹងហើយព្រោះកូនក្មេងទីរក់មួយគឺដាក់តាណាដេកទៅហ្នឹងតែនេះទៅសើចកែសើចដើរផងរំផងរត់ផងទីបំផុតចុងបញ្ចប់នៃវីដេអូគាត់តាឡើងដល់ម៉ូតូភ្លាមដាក់លើដៃអត់ដល់5នាទីទេដេកលក់ភ្លឹងហ្មងដេកលក់បាត់ជិះមកដល់ផ្ទះរៀងប្រឡប់ស្រៀងបាត់ហើយនេះលទ្ធផលចុងក្រោយដេកលក់ហើយម្ដាយគេនេះកំពេផងថ្នមខ្លាចតែភ្ញាក់ទេគាត់តែលើកពីលើម៉ូតូមកញ៉ាំបានកូនដេកលើដៃនឹងក្តីសុខថាប់ដើរចូលយកទៅដេកហើយវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបានតាំងពីដើមដល់ចប់